បាទសួស្តីទាំងអស់គ្នាគឺថ្ងៃនេះខ្ញុំនិយាយពីកម្មវិធីរបស់ខ្ញុំគឺក្រោយពីសារៈពេលអញ្ចឹងគឺខ្ញុំតែងតែមានការងារធ្វើហើយការងារខ្ញុំមានការងារធំធំទេគឺអ្នកស្រាយរាជការទេហើយនៅពេលអត់ប្រាក់អញ្ចឹងគឺការងាររបស់ខ្ញុំគឺខែហ្នឹងអ្នកនរគ្នានឹងតាមឲ្យភ្លៀងច្រើនគឺគេច្រើនកសិករគឺគេដាំដំឡូងហើយខ្ញុំក៏ដាំដែរដាំហើយក៏ងាប់អស់ដែរព្រោះអីការដាំហ្នឹងគឺវារាំងប៉ុន្តែពេលយើងដាំវាមិនមែនរាំងទេវាភ្លៀងក៏ប៉ុន្តែវារាំងហើយឥឡូវនេះក៏ងាប់អស់ហើយគ្មានស្អីសល់ទេឥឡូវដើរដាំសាថ្មីវិញទេនេះគឺដាំសាថ្មីវិញទាំងអស់គឺងាប់អស់ហើយគ្មានសល់ទេសល់ដែរសល់ប្រហែលជា 1% ដូចនេះអីនេះសល់អញ្ចឹងជួសល់មួយដើមឬទៅពីរដើមអីអញ្ចឹងហើយបើសួរថាខ្ញុំស្ដាយអត់ខ្ញុំអត់ស្ដាយផងព្រោះមិនមែនដលងខ្ញុំផងហ្នឹងដលងម៉ែខ្ញុំហ្នឹងខ្ញុំមានអីត្រូវស្ដាយក៏អត់បានអីវិញដែរម៉ែខ្ញុំគេអ្នកក៏ស្ដាយទៅខ្ញុំអត់អីទេព្រោះខ្ញុំមិនមែនចង់បានអីផងព្រោះខ្ញុំមិនមែនអ្នកតាមផងហ្នឹងខ្ញុំគ្រាន់តែដើរដោតហ្នឹងបានដើរផងនេះហើយខាងនេះគឺដាំថ្មីវិញទេគឺដោយសារតែទៅតែមានដើមដល់ពេលអត់ដើមអត់អីផងឥឡូវខែនេះបាក់រត់ទិញទៅយើងមានលុយក៏បាក់ទិញដែរដើមមកវាមិនមែនថ្លៃទេប៉ុន្តែវាអត់មានដើមដាំមិនមែនអត់តែយើងទេគេក៏អត់ដែរអត់ដូចគ្នាព្រោះការដាំហ្នឹងគឺដាំទៅងាប់ដូចគ្នាទេដាំនៅខ្លះទៅក៏អត់ដាំទៅក៏ព្យួរចោលទៅដាំពោតវិញដល់ខែកាច់ទៅតែខ្ញុំអត់ទេព្រោះអីវារៀងតិចដែរដាំដលងវិញហើយដើមនេះដលងនេះអស់ហើយប្រមូលហើយបោះអ៊ំផងបោះខ្លួនឯងផងអីផងតែសួរថាដលងខ្ញុំម៉ែខ្ញុំចម្លើយរបស់ខ្ញុំគឺអត់ទេគឺដលងម៉ែខ្ញុំអត់មានដលងអត់មានអីទេហើយក៏អត់មានអីដាំដែរខ្ញុំគាត់ជួយគាត់ទេប៉ុន្តែដល់ពេលដល់ខែដកយើងទៅខ្សឹបដាក់គាត់ទៅម៉ែខ្ញុំសុំលុយសុំអីទៅក៏ពេលខ្លះទៅក៏ត្រូវមាត់ទៅព្រោះអីយើងអត់បានជួយគាត់ប៉ុន្តែគាត់នៅតែឲ្យទោះយ៉ាងណាបើគាត់មិនឲ្យក៏គាត់ត្រូវតែឲ្យបើគាត់មិនឲ្យគឺគាត់ត្រូវតែឲ្យមានតែប៉ុណ្្នឹងទេបើគាត់មិនឲ្យមិនគាត់ដាច់ចិត្តទេគឺគាត់ឲ្យប៉ុន្តែត្រូវមាត់តិចដោយសារតែយើងអត់បានជួយគាត់ធ្វើអីទេយើងចាំតែចាយលុយចឹងហើយបើណាគេដូចខ្ញុំដែរតែយើងសុំគាត់នឹងត្រូវហើយប៉ុន្តែម្ដាយខ្លះអត់ទេគាត់ឌីលប្រហើយការងារធ្វើឲ្យសុំទៅលុយចាយតែខ្ញុំអត់អីផងព្រោះគាត់ដឹងថាខ្ញុំនឹងអត់ធ្វើអីទៅគាត់ក៏បានឌីលខ្ញុំពីមួយម៉ាត់ទៅគាត់ក៏ឲ្យទៅតែពិបាកដែរហ្នឹងតែមិនអីទេវាសុំលុយពីម៉ែឪមានរៀងខ្លួនខ្ញុំក៏មានបែបខ្ញុំទៅពេលនេះតែឥឡូវយើងអត់និយាយពីនឹងទេយើងនិយាយពីដលងរបស់យើងវិញដលងនេះបើសិនជាខ្ញុំជាម៉ែខ្ញុំវិញខ្ញុំក៏ដាំវិញដែរព្រោះដោយសារតែ